នៅក្នុងជីវិតរបស់យើងម្នាក់ៗមានរឿងបញ្ហាជីវិតរៀងខ្លួនហើយបញ្ហាជីវិតនោះទៀតសោតគឺមានច្រើនរៀបរាប់មិនអស់ឡើយប៉ុន្តែចូលយើងត្រូវមានភាពក្លាហានត្រូវមានភាពរឹងប៉ឹងចំពោះបញ្ហាដែលយើងកំពុងតែប្រឈមនឹងត្រូវចាត់ទុកថាជីវិតនេះប្រៀបដូចជាឆាកល្ខោនមួយរឿងដែលយើងជាអ្នកដើរតួសម្ដែងហើយយើងដើរតួសម្ដែងនោះទៀតសោតក៏ត្រូវតែលេងឲ្យអស់អំពីលទ្ធភាពដែលខ្លួនឯងអាចធ្វើទៅបានមិនថាពេលខ្លះជីវិតតម្រូវឲ្យយើងដើរតួកំសត់ជីវិតតម្រូវឲ្យយើងដើរតួកាចជីវិតតម្រូវឲ្យយើងដើរតួប្រព្រឹត្តបទល្មើសឬក៏ថាតួអ្វីមួយនៅក្នុងជីវិតនោះឡើយយើងត្រូវតែប្រឹងប្រែងព្យាយាមធ្វើយ៉ាងម៉េចឆ្លើយតបទៅនឹងស្ថានភាពនិងភាពបត់បែននៃជីវិតឲ្យបានការភ្លក់រសជាតិនៃជីវិតគ្រប់ស្ថានភាពដែលជីវិតឲ្យគឺប្រៀបដូចជាការដោះស្រាយនៅលំហាត់យ៉ាងដូច្នោះដែរឧទាហរណ៍ដោយការពីក្មេងយើងរៀនហែលទឹកយ៉ាងដូច្នោះដែរប្រសិនណាបើយើងមិនព្យាយាមហែលទឹកនៅក្នុងពេលនោះទេម្លេះសំពេលនេះយើងក៏នៅតែមិនអាចចេះហែលទឹកបាននៅឡើយហើយដូច្នេះហើយយើងចូលមើលឃើញជីវិតនេះថាគឺជាការដោះស្រាយនៅបញ្ហាមួយហើយការដោះស្រាយបញ្ហានោះទៀតសោតយើងត្រូវប្រើការគិតយ៉ាងស៊ីជម្រៅរបស់យើងដើម្បីស្វែងរកនៅដំណោះស្រាយឲ្យវាស៊ីសង្វាក់គ្នាទៅនឹងបញ្ហាដែលយើងកំពុងតែជួបប្រទះហើយតែថាជីវិតមិនអាចមើលឃើញនៅផ្លូវបត់របស់ខ្លួនឯងបានឡើយយើងក៏មិនអាចទស្សន៍ទាយទុកមុនអំពីលទ្ធផលដែលនឹងកើតឡើងនៅពេលខាងមុខបានឡើយក៏ប៉ុន្តែអ្វីដែលយើងអាចត្រៀមទុកសម្រាប់ខ្លួនឯងបានគឺគំនិតដ៏មុតស្រួចមួយរបស់ខ្លួនឯងដែលនឹងអាចចាក់ទម្លុះនៅគ្រប់បញ្ហានៃជីវិតត្បិតថាជីវិតនឹងប្រគល់ឲ្យនៅវិញ្ញាសាជាច្រើនសម្រាប់យើងបន្តទៀតដើម្បីអាចឲ្យខ្លួនឯងឆ្លើយតបទៅនឹងប្រភេទនៃបញ្ហាបាននៅគ្រប់ស្ថានភាពនៃជីវិតចូលហ្វឹកហាត់ពង្រឹងនៅផ្លូវចិត្តរបស់ខ្លួនឯងឲ្យប្រមូលផ្ដុំនៅគំនិតវិជ្ជមានទាំងឡាយនៅជុំវិញខ្លួននិងលះបង់ចោលនៅគំនិតអវិជ្ជមានដែលមិនបម្រើឲ្យផលប្រយោជន៍របស់យើងពេលខ្លះយើងត្រូវដោះស្រាយវិញ្ញាសាដែលមិនបានត្រៀមទុកជាមុនដូច្នេះហើយការប្រមូលយកនៅគំនិតវិជ្ជមានទាំងឡាយនៅជុំវិញខ្លួនឯងគឺជាការប្រមូលនៅកំណត់ទ្រព្យទុកត្បិតថាអាសន្នអន់ក្រនៃជីវិតដែលមានមកនៅខាងមុខគ្មាននរណាម្នាក់អាចទស្សន៍ទាយបានឡើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់គ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះនៅអារម្មណ៍ស្ងួតស្ងាត់អារម្មណ៍បាក់ទឹកចិត្តអារម្មណ៍ខកចិត្តអារម្មណ៍សោកសៅអារម្មណ៍ដែលឈឺចាប់ជាច្រើនរាប់មិនអស់ប្រៀបដូចជាគេចាក់រាប់ពាន់កំបិតចំកំដៅដើមទ្រូងរបស់ខ្លួនឯងក៏ប៉ុន្តែត្រូវចាំថាទោះបីជាយើងបានឆ្លងកាត់នៅការលំបាកជាច្រើននៃជីវិតរបស់យើងតែយើងបានមកដល់ថ្ងៃនេះរួចទៅហើយថ្ងៃនេះគឺជាសក្ខីភាពនៃថ្ងៃថ្មីសម្រាប់ជីវិតថ្មីមួយដូច្នេះហើយសូមអរគុណខ្លួនឯងនិងបន្តលើកទឹកចិត្តខ្លួនឯងក្នុងការបន្តដំណើរទៅមុខទៀតតែអ្នកដឹងទេមនុស្សខ្លះមិនអាចក្រោកឡើងនៅថ្ងៃនេះបានឡើយមនុស្សខ្លះក៏មិនអាចក្រោកឡើងនៅថ្ងៃស្អែកបានដែរចំណែកឯមនុស្សខ្លះពួកគេបានបិទភ្នែកជារៀងរហូតតាំងពីម្សិលមិញមកម្លេះប៉ុន្តែមានតែយើងម្នាក់គត់ដែលអាចក្រោកឈរបានដែលអាចបន្តដំណើរទៅមុខបានដែលនៅមានបាយញ៉ាំមានសម្លៀកបំពាក់ស្លៀកពាក់ក៏មានកន្លែងរស់នៅបានដូច្នោះជីវិតរបស់យើងមិនមានរឿងអ្វីដែលយើងថាដោះស្រាយមិនបានឡើយបិទនេះគឺជាវិញ្ញាសាដ៏តឹងរ៉ឹងនៃជីវិតដែលយើងត្រូវតែរកចម្លើយសម្រាប់វិញ្ញាសានេះចូលចាំថាយើងត្រូវកំណត់លេខរៀងរបស់ខ្លួនឯងឲ្យស្ថិតនៅក្នុងលំដាប់ទី1ជារៀងរាល់រាល់ជាមនុស្សម្នាក់ដែលលើកទឹកចិត្តខ្លួនឯងជាមនុស្សទី1ដែលដួលដោយខ្លួនឯងជាមនុស្សទី1ដែលងើបឈរដោយខ្លួនឯងជាមនុស្សទី1ដែលបរាជ័យជាមនុស្សទី1ដែលជោគជ័យដូច្នេះហើយតំណែងនៃភាពជាលេខ1នេះគឺត្រូវតែរក្សាឲ្យបានព្រោះនៅពេលដែលយើងដួលក៏យើងដួលដោយខ្លួនឯងនៅពេលដែលយើងក្រោកឈរក៏យើងក្រោកឈរតែម្នាក់ឯងដូច្នេះហើយយើងត្រូវតែអបអរចំពោះលេខ1ដែលយើងបានកាន់កាប់កន្លងមកក៏មិនត្រូវបាក់ទឹកចិត្តឡើយព្រោះបន្ទាប់ពីភាពជោគជ័យរបស់យើងទទួលបានហើយយើងក៏ជាមនុស្សទី1ដែរដែលនឹងទទួលបាននូវសមិទ្ធផលផ្សេងនៃជីវិតរបស់យើងដែលសុភមង្គលនិងក្តីសុខផ្លូវចិត្តនឹងកើតឡើងជាបន្តជាមិនខានឡើយ